នាងខ្ចង់ស្រែកាលពីព្រេងនាយមានយុវជនម្នាក់ឈ្មោះសែទួនគាត់គំព្រាឪពុកម្ដាយតាំងពីក្មេងហើយរស់នៅយ៉ាងលំបាកដោយពឹងផ្អែកលើស្រែចម្ការប៉ុន្មានកម្លែងយ៉ាងណាមិញសែទួនជាមនុស្សចិត្តល្អឧស្សាហ៍ព្យាយាមធ្វើការហើយអ្នកភូមិក៏ស្រឡាញ់រាប់អានគាត់ណាស់ថ្ងៃមួយកាលគាត់កំពុងធ្វើការនៅវាលស្រែរ៉េគាត់ក៏បានប្រទះឃើញខ្ចង់ស្រែមួយក្បាលធំសម្បកខ្ចង់នោះមានរាងមូលរលោងហើយចាំងពន្លឺភឺចម្លែកក្រោមកម្ដៅថ្ងៃមើលទៅគួរឲ្យទាក់ទាញណាស់សែទួនគិតថាខ្ចង់នេះប្លែកម្ល៉េះគួរតែយកវាទៅចិញ្ចឹមក្នុងពាងទឹកដើម្បីឲ្យផ្ទះមានភាពរស់រវើកខ្លះដូច្នេះគាត់ក៏បានយកខ្ចង់នោះត្រឡប់មកផ្ទះវិញហើយមើលថែយ៉ាងយកចិត្តទុកដាក់នៅក្នុងពាងទឹកចាប់ពីពេលនោះមកមានរឿងចម្លែកបានកើតឡើងពេលសែទួនត្រឡប់ពីធ្វើការពីស្រែវិញផ្ទះរបស់គាត់តែងត្រូវបានគេរៀបចំយ៉ាងស្អាតបាតហើយអាហារក៏ត្រូវបានចម្អិនរួចរាល់ដាក់លើទូកមានផ្សែងហុយទ្រទ្រង់ពេលយប់សែទួនគិតទាំងងឿងឆ្ងល់តើអ្នកជិតខាងចិត្តល្អណាគេជួយខ្ញុំដូច្នេះខ្ញុំត្រូវតាអរគុណពួកគាត់ឲ្យបានស័ក្តិសមប៉ុន្តែពេលគាត់សួរអ្នកភូមិពួកគេសុទ្ធតាក្រវីក្បាលហើយថាមិនមែនជាពួកគាត់ធ្វើទេសែទួនក៏សម្រេចចិត្តលួចតាមមើលឲ្យដឹងសេចក្តីថ្ងៃនោះគាត់ពាក់ជោបចេញទៅក្រៅដោយសពដងតែគាត់លបលាក់ខ្លួននៅខាងក្រៅផ្ទះហើយលួចមើលតាមចន្លោះបង្អួចពេលជិតថ្ងៃត្រង់គាត់ឃើញពន្លឺមួយផ្លាត់ចេញពីពាងទឹកហើយនារីម្នាក់ដ៏ស្រស់ស្អាតបានដើរចេញពីសម្បកខ្ចង់ស្រែនាងចាប់ផ្ដើមបោសសម្អាតផ្ទះដួតភ្លើងចម្អិនអាហារដោយបង្ហាញនូវភាពទន់ភ្លន់និងរៀបរយខ្លាំងកាយវិការនីមួយសែទួនភ្ញាក់ផ្អើលរហូតបើកភ្នែកធំហើយស្រែកចេញដោយមិនដឹងខ្លួននាងខ្ចង់ស្រែឮសូរសំឡេងក៏ភ័យស្លន់ស្លោទម្លាក់ចានស្ទើរតែធឿនិងព្យាយាមត្រឡប់ទៅក្នុងពាងទឹកវិញតែត្រូវសែទួនខាត់ផ្លូវសែទួនមុខឡើងក្រហមហើយសួរទាំងអួលអាក់ថានាងជានរណាហេតុអ្វីបានជានាងនៅក្នុងផ្ទះឃ្លាំនាងខ្ចង់ស្រែឃើញសែទួនសួរអំពីប្រវត្តិរបស់នាងក៏ច្របូកច្របល់មិនដឹងធ្វើយ៉ាងណាហើយក៏បង្ខំចិត្តប្រាប់ការពិតដល់គាត់តាមពិតនាងគឺជាស៊ូស៊ូនូទេពធីតាទឹកនៅឋានសួគ៌ព្រះមហាក្សត្រនៅឋានសួគ៌ទេពឥន្ទ្រាបានដឹងថាសែទួនគំព្រាឪពុកម្ដាយហើយរស់នៅឯកោយ៉ាងវេទនាក៏អាណិតគាត់ជាខ្លាំងដោយឃើញគាត់ឧស្សាហ៍ព្យាយាមនឹងទៀងត្រង់ព្រះមហាក្សត្រក៏បានចាត់នាងឲ្យចុះមកជួយគាត់ស៊ូស៊ូនីវបានបន្តថាទេពឥន្ទ្រាចាត់នាងឲ្យចុះមកចម្អិនអាហារនិងមើលថែការងារផ្ទះឲ្យញាក់ដោយចង់ឲ្យញាក់មានបានក្នុងរយៈពេល10ឆ្នាំហើយបានរៀបចំការជាមួយនឹងភរិយាល្អពេលនោះខ្ញុំនឹងត្រឡប់ទៅឋានសួគ៌ដើម្បីបំពេញមេសកកម្មវិញប៉ុន្តែពេលនេះមេសកកម្មរបស់ខ្ញុំនៅមិនទាន់បានសម្រេចទេតែអ្នកបែរជាដឹងអត្តសញ្ញាណទៅវិញឥឡូវនេះគេបានដឹងអត្តសញ្ញាណខ្ញុំហើយទោះបីជាអ្នកសន្យាថាមិននិយាយក៏គេដឹងដែរខ្ញុំមិនអាចនៅទីនេះបានទៀតហើយខ្ញុំត្រូវតែត្រឡប់ទៅឋានសួគ៌វិញសែទួនលឺនាងនិយាយដូច្នេះក៏រំភើបចិត្តនឹងសោកស្ដាយចំពោះភាពរលរោវខ្លួនឯងហើយបានអង្វរនាងជាច្រើនដងឲ្យស្នាក់នៅតែស៊ូស៊ូនីវសម្រេចចិត្តទៅហើយមុនពេលទៅនាងប្រាប់សែទួនថាពេលខ្ញុំទៅហើយជីវិតរបស់អ្នកនឹងលំបាកបន្តិចតែបើអ្នកខិតខំធ្វើស្រែចម្ការចាប់ត្រីនិងកាប់អូសជីវិតរបស់អ្នកនឹងប្រសើរឡើងជារៀងរាល់ថ្ងៃនាងក៏ប្រគល់សម្បកខ្ចង់ទៅឲ្យគាត់គឺខ្ញុំទុកសម្បកខ្ចង់នេះឲ្យអ្នកអាចប្រើវាដើម្បីផ្ទុកគ្រាបធ្ងន់នេះវានឹងធ្វើឲ្យស្រូវអង្ករកើនឡើងមិនចេះអស់ពេលកំពុងនិយាយគ្នាស្រាប់តែមានខ្យល់ព្យុះវបបោកខ្លាំងនិងភ្លៀងក៏ចាប់ផ្ដើមធ្លាក់មកហើយក្នុងភាពស្រអាប់ញ៉ៃទំនក់ភ្លៀងស៊ូស៊ូនីវនិយាយពាក្យចុងក្រោយរួចក៏ហោះហើរបាក់ទៅសែទួនឈរមើលទិសដៅដែលនាងហោះទៅទាំងក្តីរំភើបនិងនឹកស្ដាយអាល័យមិនព្រមធ្លាតចាប់ពីពេលនោះមក
គាត់បានធ្វើតាមបណ្ដាំរបស់នាងហើយធ្វើការដោយឧស្សាហ៍ព្យាយាមកាន់តែខ្លាំងជីវិតរបស់គាត់ក៏ចាប់ផ្ដើមប្រសើរឡើងជាលំដាប់គាត់ដឹងគុណចំពោះទេពធីតាហើយបានសាងរូបសំណាករបស់នាងដើម្បីដុតធូបបួងសួងរាល់ថ្ងៃបុណ្យទានដោយការខិតខំប្រឹងប្រែងរបស់ខ្លួននិងជំនួយពីទេពធីតាគាត់មិនត្រឹមតែរស់នៅយ៉ាងធូរធារប៉ុណ្ណោះថែមទាំងបានរៀបចំការជាមួយនឹងភរិយាដែលមានចរិតស្លូតដុំនិងបានជោគជ័យក្នុងអាជីពការងាររហូតដល់ក្លាយជាចៅហ្វាល់ស្រុករឿងរ៉ាវរបស់គាត់ក៏បានល្បីតៗគ្នាក្នុងចំណោមអាណស្រុកคล้ายជារឿងនិទានដ៏ល្អមួយ